បាទសួស្តីបងប្អូនទាំងអស់គ្នាមកមើលសាច់7សាច់7ហ្នឹងគឺ7យើងហ្នឹងណាតែយើងឆ្កឹះគ្រាប់ចាញ់ណាយើងយកទៅសាច់ចឹងហើយយើងយក5ថ្ងៃចឹងណាឲ្យស្ងួតហើយយើងដាក់ចូលកែវជ័រទុកគ្រាន់ពេលណាយើងត្រូវស្លឬអីយើងយកសាច់7ជុំដាក់ទៅដែលយើងចង់ស្លម្ជូរស្លអីចឹងណានេះយើងអាចយកសាច់7ហ្នឹងជុំដាក់ទៅស្មតល្អស្រួលជាងយើងដាក់7មានទាំងក្របយើងរៀងពិបាកតិចតែយើងត្រូវការមានកត្រង់ពេលកត្រង់យើងដាក់ប្រហុកដាក់អីហ្នឹងត្រូវការជុំសាច់7អីចឹងរៀងពិបាកជាងយើងឆ្កឹះក្របចេញឃើញសាច់ល្អឯងនេះយើងកំពុងរៀបចំដាក់5ថ្ងៃឲ្យស្ងួតចឹងណាស្រីបងប្អូនទាំងអស់គ្នាមកមើលនេះជាលទ្ធផលគឺសាច់7ដែលយើងឆ្កឹះក្របរួចគឺយើងដាក់ក្នុងកែវជ័រចឹងឃើញនេះតំណងណាសាច់7ចំណងយើងធ្វើការស្លទៅការអីយើងយកបងជុំបងទៅគឺល្អគឺជូរជាង7ដែលយើងមានគ្រាប់យើងដាក់តែបន្តិចទៅមកមើលសាច់7ល្អដែរនេះឃើញយើងហាឲ្យស្ងួតទៅឃើញទេសាច់7ល្អយើងដាក់ចូលកែវចឹងទៅទុកបានយូរអត់ខូចអីអត់ដុះផ្សិតដុះអីទេគឺនៅរក្សាភាពដើមបានល្អនេះសាច់7យើងហាយើងស្ងួតទេ